ខ្ញុំឆ្លើយបែបនេះព្រោះខ្ជិលប្រាប់ខ្លាញ់ពួកវាគិតថាខ្ញុំបន្លាចលេងស្រមោលស្ទង់បានរំកិលសំដៅមករកពួកយើងព្យាយាមមើលបន្តិចរហូតទាល់តែដឹងថាតាមពិតនោះគឺជាទូកមួយចាស់ដោយបរិសម្នាក់ពាក់អាវពណ៌ខ្មៅគាត់បានមកដល់និងនិយាយថាត្រូវការឆ្លងទូកមែនទេអាអូនភក្តីលន់មន់អស្ចារ្យមែនពួកយើងមិនចាំយូរក៏រៀបចំចាក់សោម៉ូតូនិងទុកម៉ូតូចោលទីនេះរួចបោះជំហានឡើងលើទូកជិះមកដល់ជិតច្រាំងខ្ញុំឆ្លៀតសួរគាត់បន្តិចពូចម្លងយកប្រាក់ឈ្នួលមែនទេអត់ទេចុះពូយកអីវិញអត់យកទេរៀបនឹងសួរបន្តហើយទូកដល់ច្រាំងល្មមបានហើយចុះទៅហើយប្រយ័ត្នតាមផ្លូវផងសង់អេសក្បាលឆ្ងល់តែពួកយើងព្យាយាមមិនសួរបន្តទៀតព្រោះមើលទៅគាត់ដូចមិនសប្បាយចិត្តនឹងឆ្លើយជាមួយយើងទៀតទេមិនគិតនាំសៅមកពួកយើងក៏បន្តដំណើរថ្មើរជើងទៅកាន់គោលដៅតែម្ដងទីបំផុតក្តីសង្ឃឹមយើងក៏បានភ្លឺប្រៀបបានដូចជាព្រះច័ន្ទក្នុងយប់នេះអញ្ចឹងបន្ទាប់ពីដើរឡើងអស់ជើងរាប់ម៉ោងហើយដែរពួកយើងបានប្រទះនឹងភូមិមួយភូមិនេះមិនតូចប៉ុន្មានទេព្រោះមានផ្ទះច្រើនគួរសមនិយាយទៅអ្វីដែលពួកយើងគិតគឺសឹងតែខុសទាំងអស់តាំងពីស្ថានភាពផ្លូវនិងភូមិខ្ញុំគ្រាន់តែគិតថានេះគ្រាន់តែជាភូមិជនជាតិភាគតិចតែបើមើលទៅផ្ទះនីមួយៗគឺដូចជាប្រជាជនយើងធម្មតារស់នៅច្រើនជាងបើនិយាយថាជាភូមិតូចក៏មិនសមដែរព្រោះថាគេមានផ្លូវចូលស្រួលចង្អល់ទាស់តែព្រែកផ្ដាច់ផ្លូវបន្តិចព្រោះតែយប់រៀងជ្រៅហើយក្នុងភូមិមានសភាពស្ងាត់ជ្រងំហើយពួកយើងក៏កំពុងតែរកផ្ទះអ្នកស្រុកភូមិដើម្បីសុំស្នាក់អាស្រ័យឃើញផ្ទះមួយនោះមិនទាន់ពន្លត់ចង្គៀងនិងមានមនុស្សជាច្រើនកំពុងអង្គុយលើគ្រែទំនងពេកខ្ញុំក៏ចូលទៅសួរតែម្ដងគ្រាន់តែដល់របងផ្ទះស្រាប់តែមានបរិសុទ្ធមានដំបង2នាក់បានចូលមកខាត់ខ្ញុំទាំង3វត្តមានរបស់នារីម្នាក់ក៏ដើរចេញមកបញ្ចេញសំឡេងយ៉ាងស្រួយស្រេះថាមានរឿងអ្វីទៅបរិសុទ្ធ2នាក់នោះបានវេកផ្លូវរួចអោននាយហាក់ផ្ដល់នូវការគោរពថាបាទអ្នកនាងមានគេចង់ចូលស្នាក់ការរបស់យើងនារីម្នាក់នោះដើរចេញមកក្នុងសម្លៀកបំពាក់អ្នកស្រុកស្រែចំការកាន់ចង្គៀងម៉ាំងសុងធ្វើឲ្យពន្លឺនៃចង្គៀងបំភ្លឺឃើញវងភ័ក្រដ៏ស្រទន់របស់នាងបរិសុទ្ធដែលឈរពាំងផ្លូវនោះបានដេញពួកយើងទាំង3នាក់ទៅណាទៅកន្លែងនេះជាកន្លែងអភិបាលស្រុកស្នាក់នៅខ្ញុំញញឹមអត់បានចាប់អារម្មណ៍ពាក្យដែលគេដេញទេតែខ្ញុំបានចាប់អារម្មណ៍ទៅលើអ្នកនាងម្នាក់នោះដែលកំពុងនឹងរៀបហៅបបោមាត់ដ៏ស្ដាងរបស់នាងមកកាន់ខ្ញុំកន្លែងនេះជាស្នាក់ការរបស់ពួកយើងនិងមានតែអ្នកដែលមានការចាំបាច់តែប៉ុណ្ណោះទើបអាចចូលមកបានសង់បញ្ចេញសំឡេងតិចតែម្នាក់ស្រីនោះហាក់អាចស្ដាប់ឮមុខស្អាតតែចិត្តមិនបានខ្ញុំក៏បាននិយាយទៅកាន់នាងវិញថាមិនអីទេអញ្ចឹងពួកយើងទៅរកកន្លែងផ្សេងវិញខ្ញុំញញឹមរួចក៏ទាញដៃរបស់សង្ឃនិងភក្តីមកជាមួយខ្ញុំដើរទៅបានបន្តិចក៏ងាកមើលទៅកាន់នាងដែលនាងកំពុងតែមើលមុខខ្ញុំដូចគ្នាដល់ថ្នាក់ខ្ញុំមិនងាកទៅក៏ទទួលដឹងអារម្មណ៍ដែលក្រសែភ្នែករបស់នាងកំពុងតែតាមសម្លឹងមើលខ្ញុំដែរដើរមកដល់ផ្ទះដែលមើលទៅហាក់ដូចជាផ្ទះដែលគេបំបោះបង់ចោលតែនៅជាប់នេះ
មានផ្ទះអ្នកភូមិដែលមើលទៅមានមនុស្សនៅធម្មតាប្រហែលជាផ្ទះមួយនេះគឺធ្វើចំណាក់ស្រុកហើយមើលទៅតតម្រេះហើយបើមិននៅទីនេះក៏មិនដឹងទៅណាទៀតដែរពួកខ្ញុំទាំង3នាក់បានចូលទៅផ្ទះដែលមានសសរផុតខ្ពស់ពីដីកម្ពស់ប្រហែល2 ម៉ែត្រនិងមានជណ្ដើរសម្រាប់ឡើងនៅល្អមាំណាស់ហើយបើនិយាយអំពីទំហំវិញមានអីប្រហែល4ទៅ5 ម៉ែត្រ4ជ្រុងអីហ្នឹងមិនដឹងអស់ពេលវេលាពួកយើងចាត់ចែងបោះសម្អាតខ្ញុំមានការត្រៀមទុកជាមុនជាស្រេចដោយយកកូនចានមួយរួចយកខ្លាញ់ត្រីដាក់ចូលហូតទាញយកបញ្ឆេះចង្កៀងមកដាក់ក្នុងចានឲ្យបំភ្លឺដើម្បីទទួលបានពន្លឺសមល្មមងាយនឹងស្រួលធ្វើការកំពុងធ្វើការបណ្ដាខ្ញុំនឹកខួសចិត្តនឹងរឿងមនុស្សស្រីម្នាក់នោះបណ្ដាមើលទៅមុខនាងមិនស្លូតទេថ្វីបើថានាងនិយាយមកក្នុងសម្ដីទន់ភ្លន់ក៏ពិតមែនតែមើលទៅទឹកមុខរបស់នាងរឹងដូចថ្មដានោះអាចបញ្ជាក់បានយ៉ាងច្បាស់ណាស់គឺពិតជាកាចអស្ចារ្យកំពុងតែគិតផងកន្ទុយភ្នែកខ្ញុំបានចោលទៅឃើញសង្ឃកំពុងតែសម្លឹងមើលទៅអ្វីម្យ៉ាងតាមបង្អួចមិនដាក់ភ្នែកខ្ញុំនិយាយដោយយកម្រាមដៃទៅកេះវាអាសង្ឃសង្ឃងាកមករួចនិយាយទាំងដៃកំពុងតែកាន់ក្រណាត់ជូតសម្អាតជញ្ជាំងមានអីមែនអត់មានអីទេចោះឯងសម្លឹងមើលទៅណាក៏ភ្លឹកល្អម្លេះគឺគ្នាមើលទៅស្រីម្នាក់នោះសង្ឃចង្អុលសំដៅទៅលើដើមឈើធំខ្ពស់មួយពីប្រឡោះបង្អួចបាត់ទៅណាសង្ឃនិយាយភ្ញាក់ផ្អើលនៅទឹកដៅដែលសង្ឃចង្អុលនោះគឺមិនមានអ្វីទេខ្ញុំក៏ខំតាមសម្លឹងមើលដែរតែមិនឃើញអ្វីដូចគ្នាសង្ឃខំអើក្បាលចេញពីបង្អួចផងដើម្បីមើលឲ្យសោះតែនៅតែមិនបានឃើញទើបវានិយាយហាក់ដូចជាអាល័យចំពោះរឿងមួយនោះថាប្រហែលជាកូនក្រមុំអ្នកណាដែលរស់នៅម្ដុំនេះហើយមើលទៅហើយស្អាតអត់ភក្តីសួរពីកម្មចន្ទាទាំងដៃកំពុងតែត្រដោះជូតកម្មចន្ទាសង្ឃញញឹមទឹកមុខស្រទន់បែបបារាំងនិយាយមើលទៅបង្អួចថាស្អាតអស្ចារ្យខ្ញុំពីរនាក់ភក្តីសើចតិចប្រងគ្នានឹកគិតសង្ស័យអាបារាំងសក់ក្រហមនេះចង់បានប្រពន្ធខ្មែរហើយមើលទៅតែដូចចម្លែកដែរដែលលើកទី1ហើយដែលវាចាប់អារម្មណ៍ទៅលើមនុស្សស្រីបែបនេះបន្ទាប់ពីសម្អាតផ្ទះរួចរាល់អស់ហើយពួកយើងក៏រកទៅសម្អាតខ្លួនឲ្យបានស្អាតព្រោះឡើងបែកញើសអស់ហើយក្លិនទៀតសោតក៏ជប់ពេញអាវតែម្ដងតែមិននឹងប្រភពទឹកនៅទីណាទៀតនឹងខ្ញុំឈរអង្អែលចង្កាមួយសន្ទុះទើបនឹកឃើញហើយភក្តីសម្លឹងមើលមុខខ្ញុំយ៉ាងស្ងប់តែសង្ឃក៏សួរមកថានឹកឃើញអីទៅមិនបាច់សួរច្រើនទេមកតាមគ្នាមកខ្ញុំបានបោះជំហាននាំមុខសម្លាញ់ទាំងពីរបានដើរតាមពីក្រោយមកពិតជាមិនខុសពីការគិតខ្ញុំមែនពួកនាងនៅមិនទាន់ចូលសម្រាប់នៅឡើយទេគ្រាន់តែឃើញពួកខ្ញុំមកដល់ភ្លាមបរោះនោះធំនោះបានដើរមកចូលសួរខ្ញុំម្ដងទៀតហើយមិនទៀតហើយសង្ឃនិយាយទៅកាន់បរោះម្នាក់នោះសំដីអត់ពីរោះខ្ញុំព្យាយាមនិយាយបន្លប់បន្ទាប់ពីសង្ឃបារាំងមកច្រើននេះនិយាយមិនចេះគិតមិនរំខានពួកបងយូរទេតាមម្ដុំនេះយើងអាចរកស្រះត្រពាំងឬស្ទឹងងូតទឹកបាននៅទីណាដែរបងលោកមេធំម្នាក់នោះបានឆ្លើយមកដោយចង្អុលក្នុងទឹកមុខស្មាធិតែម្ដងទៅខាងមុខដល់ផ្លូវបំបែកជា3បត់ឆ្វេង
ប្រហែល200ម៉ែត្រមានស្រះទឹកមួយហើយយកប្រឡូកបែបនេះកុំមករំខានពួកយើងទៀតបាទអរគុណបងមិនរំខានទៀតទេខ្ញុំទៅហើយខ្ញុំបានដើរទៅដោយអស់ដៃកំឡោះបារាំងមកជាមួយខ្ញុំឆ្លៀតងាកមើលទៅខាងក្រោមនៃទីស្នាក់ការដែលមានបោះសសរខ្ពស់នោះមិនខកបំណងទេគឺបានឃើញជាមួយនឹងមុខរបស់នារីម្នាក់នោះជាមួយនឹងការបំភ្លឺដោយពន្លឺនៃចង្គៀងមុខនាងគួរឲ្យចង់មើលណាស់ក៏មិនដឹងដែរថានាងគឺជាអ្នកណាហើយមានអ្នកយាមបែបនេះសង្ស័យតែកូនអ្នកធំណាមួយហើយមើលទៅហើយចោះនាងមកតំបន់ភូមិក្នុងព្រៃបែបនេះធ្វើអីទៅនៅតាមផ្លូវដ៏ស្ងាត់ជ្រងំយូរម្ដងឮតែសំឡេងសត្វខ្លែងស្រែកម្ដងធ្វើឲ្យខ្ញុំនេះព្រឺសម្បល់ខ្ញាស់មើលទៅសពទីកន្លែងជុំវិញខ្លួនមើលទៅលើចុងឈើខ្ពស់ដែលដុះអមសងខាងនៃផ្លូវក៏ឆ្លៀតសម្លឹងមើលទៅមុខអាសម្លាញ់ទាំងពីរនាក់បារាំងនិងខ្មែរតែមើលទៅពួកវាហាក់ដូចជាមិនសូវមានអារម្មណ៍ខ្លាចដូចខ្ញុំប៉ុន្មានទេពួកនេះក្លាហានគ្រាន់បើដើរបានបន្តិចពួកយើងក៏ប្រទះនឹងស្រះទឹកមួយវាមានទំហំធំគ្រាន់បើដែរគ្រាន់តែឃើញបែបនេះពួកយើងញញឹមដោះខោអាវអស់សល់តែខោខ្លីចុះទៅក្នុងទឹកដោះក្អែលឲ្យគ្នាម្ដងម្នាក់ជាមួយទឹកដែលមានសភាពត្រជាក់ស្រើបន្ទាប់ពីងូតទឹករួចពួកខ្ញុំស្លៀកពាក់យកដៃជប់សក់យ៉ាងស្អាតរៀបនឹងចេញដំណើរត្រឡប់ទៅសម្រាកវិញស្រាប់តែលើសំឡេងសម្រាប់ជើងជាន់ជាមួយនឹងស្លឹកឈើពួកខ្ញុំភ្ញាក់ព្រឺងាកទៅមើលស្រស់គ្នាទើបឃើញនឹងមនុស្សមួយក្រុមមានក្មេងចាស់ប្រុសស្រីឈរថ្មឹងមើលទៅទឹកស្រះពួកគេមានគ្នាប្រហែល5ទៅ6នាក់បើមិនចាប់អារម្មណ៍គឺធម្មតាតែខ្ញុំចាប់តាមសង្កេតមើលទៅភាពចម្លែករបស់ពួកគេម្នាក់លែងកម្រើកមិននិយាយមិនព្រិចភ្នែកគឺភ្លឹកមើលទៅស្រះមួយនោះឃើញសភាពមិនស្រួលខ្ញុំបានសញ្ញោភ្នែកឲ្យអាសម្លាញ់ទាំងពីរនាក់រួចក៏ដើរវាងអ្នកទាំងនោះទាំងបេះដូងលោតបុកទ្រូងដូចត្រីរ៉ស់បុកទ្រូងពួកខ្ញុំដើរមិនហ៊ានងាកក្រោយទេព្រោះខ្លាចជាមួយនឹងសកម្មភាពប្លែកៗរបស់ពួកគេម្យ៉ាងវិញខ្លាចគេមានបំណងមិនល្អលើពួកយើងផងដែរតែការចង់ដឹងសង្ឃបានងាកទៅក្រោយបន្តិចរួចក៏ខ្ទប់មាត់បន្ថែមលបឿនលឿនជាងមុនខ្ញុំឆ្ងល់ណាស់ក៏ឆ្លៀតងាកទៅតាមដូចគ្នាស្រាប់តែខ្ញុំយល់ហើយថាហេតុអីបានអាសង្ឃខ្ទប់មាត់បែបនេះព្រោះអ្នកទាំងនោះកំពុងដើរតាមយើងពីក្រោយតោះពួកឯងតោះធ្វើអីគេភក្តីសួរទាំងមិនដឹងតោះរត់រួចហើយរត់ធ្វើអីឯងងាកក្រោយទៅដឹងហើយអត់ទេគ្នាដឹងហើយគ្នាបានងាកមុនពួកឯងទាំងពីរនាក់ទៀតឯណោះគ្រាន់តែគ្នាមិនចង់បំភ័យពួកឯងនិយាយរួចភក្តីដាក់មេប្រូចរត់ទៅមុនគេយ៉ាងលឿនទៅខាងមុខខ្ញុំនឹងសងក៏រត់តាមភ្ជាប់នៅពាក្យសម្ដីស្ដីបន្ទោសថាអាចចម្រៃអត់ប្រាប់មុនខ្ញុំរត់ហើយក៏ឆ្លៀតងាកក៏ឃើញមនុស្សចម្លែកអស់នោះលោតវាលោតខ្ពស់ណាស់លោតម្ដងផុតក្បាល2ដងឯណោះលោតសំដៅមករកពួកយើងតែម្ដងប៉ុននេះលែងសង្ស័យហើយថាជាមនុស្សឬមិនមែនសង្ឃបានងាកទៅឃើញក៏ស្រែកសួរអីគេអត់ដឹងទេគិតតែរត់ទៅខ្ញុំតបទាំងសំឡេងដាច់ព្រោះតែជំហានរត់សង្ស័យតែខ្មោចនៅសង្ស័យអីទៀតប្រហែលនឹងហើយគ្រាន់តែប្រហែលបានន័យថាមិនច្បាស់បើចង់ដឹងឲ្យច្បាស់ឈប់រត់ទៅអត់ទេបារាំងអត់ភ្លើបារាំងក៏ចេះខ្លាចខ្មោចដែរចោះអាណានិយាយមុននឹងមកថាបារាំងខ្មោចមិនលងនោះសង្ឃឈប់តដោយបន្ថែមលបឿនរត់នោះបន្តទៀតហើយពួកនៅខាងក្រោយដែលតាមពួកយើងនោះគឺគិតតែពីលោតបណ្ដាក់វេនគ្នាដូចកង្កែប
ពួកខ្ញុំរត់ផងភ័យផងមិនដឹងថាអ្វីទាំងអស់នោះជាសភាវៈអ្វីឲ្យពិតប្រាកដហើយក៏មិនដឹងថាវាមានគោលបំណងអ្វីដែរដោយដឹងត្រឹមថាពួកវាចម្លែកខ្លាំងណាស់ដោយការភ័យខ្លាចពួកយើងក៏បានរត់មកដល់កន្លែងមួយហើយមើលទៅក្រោយក៏ដឹងថាលែងមានអ្វីមកតាមទៀតហើយទើបសម្រេចចិត្តអង្គុយចុះទាំងអស់គ្នាជូតញើសដែលហូរមកជោគពេញទាំងខ្លួនម្នាក់ដង្ហក់ខ្យល់ស្ទើរស្ទះនិយាយអ្វីក៏មិនចេញភក្តីចង់ចិញ្ចាមសួរពួកយើងនៅទីណាខ្ញុំមើលទៅមុខសង្ឃដែលកំពុងតែបិទភ្នែកសម្រាកយកកម្លាំងនោះរួចមើលទៅជុំវិញខ្លួនខ្ញុំបានចាប់អារម្មណ៍នឹងរបស់ដែលខ្ញុំបានផ្អែកដែលមិនបានមើលវាឲ្យច្បាស់ពីដំបូងមកនោះខ្ញុំយកពិលឆ្លុះមើលវាទើបដឹងថាវាគឺជាសសរថ្មពីរដើមដែលមានចម្ងាយប្រហែល2ម៉ែត្រពីគ្នាខ្ញុំជួលមើលបន្តដោយយកចិត្តទុកដាក់ឯសម្លាញ់ទាំងពីរក៏ចាប់អារម្មណ៍ខ្ញុំដែលសម្លឹងមើលនឹងសសរថ្មនេះនៅលើសសរថ្មមានឆ្លាក់អក្សរដែលខ្ញុំអានមិនដាច់តែដូចជាធ្លាប់ឃើញនៅទីណាក៏មិនដឹងអារម្មណ៍ខ្ញុំគឺបានផ្ដល់ឲ្យបែបនេះកន្ទុយភ្នែករបស់ខ្ញុំបានឲ្យដឹងថាពួកគេក៏កំពុងមើលសសរនេះទើបខ្ញុំសួរថានេះជាសសរអ្វីទៅវាមិនមែនជាសសរទេភក្តីយកដៃអង្អែលសសរនោះនិយាយតបមកខ្ញុំចុះវាជាអ្វីទៅវាជាខ្លោងទ្វារពួកឯងមើលទៅលើដីទៅវាគឺជាបំណែកនៃខ្លោងទ្វារនេះគ្រាន់តែខ្លោងទ្វារនេះមិនដឹងថាគេធ្វើឡើងក្នុងបំណងអ្វីខ្ញុំមើលទៅខាងក្រោមទើបឃើញបំណែកថ្មដែលបានបាក់បែកមែនបើមើលទៅខាងលើក៏បានឃើញស្នាមបាក់នោះដូចនេះហើយទើបយើងមើលទៅដូចជាសសរបែបនេះកំពុងតែមើលលំអិតស្រាប់តែសម្រាប់ជន់ស្លឹកឈើបានបន្លឺចេញមកធ្វើឲ្យពួកខ្ញុំទាំង3នាក់ងាកទៅមើលប្រភពសំឡេងព្រមគ្នាស្រមោលខ្មៅអ្វីមួយយ៉ាងមានរូបរាងដូចជាមនុស្សពួកយើងក៏នាំគ្នារត់ទៅពួននៅគុំព្រៃទាបមួយដែលអាចបិទបាំងពួកយើងបានខ្លះនៅកំបាំងដើមឈើធំមួយពួកយើងសម្លឹងមើលទៅដើមឈើនោះយ៉ាងយកចិត្តទុកដាក់ព្រោះសំឡេងបានចេញពីកំបាំងដើមឈើធំនោះស្រាប់សំឡេងនោះច្បាស់ណាស់ជាសំឡេងជន់ស្លឹកឈើងាប់ទីបំផុតម្ចាស់នៃសម្រាប់ជើងបានចេញផុតកំបាំងពីដើមឈើនិងបង្ហាញរូបភាពច្បាស់ខ្ញុំចាប់ខ្ទប់មាត់សងជាប់កុំឲ្យវាមានការភ្ញាក់ផ្អើលឬបញ្ចេញសំឡេងទោះក្នុងពេលនេះខ្ញុំត្រូវខ្លាចតែក៏ត្រូវតែព្យាយាមដែរព្រោះអ្វីដែលពួកយើងបានឃើញគឺលើសអ្វីដែលពួកយើងបានធ្លាប់ជួបបរិសម្នាក់ចងពឹងមានការតែងខ្លួនដូចជាកងទ័ពនៅសម័យបុរាណដៃមានកាន់កាំបិតស្លឹកដើរក្នុងជំហានអង្អាចប៉ុន្តែនេះមិនមែនជាអ្វីដែលយើងស្លុតលុះឡើយអ្វីដែលយើងខ្លាចខ្លាំងនោះគឺបរិសម្នាក់នោះអត់មានក្បាលទេគេកំពុងដើររកអ្វីមួយយ៉ាងឬកំពុងរកពួកយើងទៅខ្ញុំងាកទៅមើលភក្តីដែលកំពុងស្ងប់ជាងគេរក្សានៅទឹកមុខនឹងធឹងគេសម្លឹងមើលទៅបរិសអត់មានក្បាលមិនដាក់ភ្នែកហាក់ចង់ធ្វើអ្វីមួយយ៉ាងភក្តីធ្វើមាត់សូត្រអ្វីមួយយ៉ាងមិនទាន់បានមួយឃ្លាផងស្រាប់តែបរិសនោះបានបែរមករកគុំព្រៃដែលពួកយើងកំពុងពួនធ្វើឲ្យភក្តីបើកភ្នែកធំដូចជានឹកស្មានមិនដល់រឿងអ្វីមួយភក្តីយកដៃធ្វើជាសញ្ញាឲ្យពួកយើងបញ្ឈប់មិនថាការកម្រើកដៃជើងឬសូម្បីតែខ្សឹបព្រោះថាបរិសគ្មានក្បាលនោះអាចនឹងទទួលដឹងអំពីសកម្មភាពរបស់ពួកយើងបានពួកយើងទ្រាំសម្លឹងមើលបរិសគ្មានក្បាលនោះដើរចុះដើរឡើងរហូតទាល់តែបរិសនោះទទួលបានអារម្មណ៍វៃយ៉ាងរួចបែរទៅនិងលោតទៅវឹងដូចជាហោះកម្ពស់ប្រហែលចំដើមឈើទាលឯណោះពួកយើងអកគូតទៅនឹងដីដកដង្ហើមធូរចិត្តប្រញាប់ចាក់ចេញពីទីនេះភក្តីនិយាយធ្វើមុខមិនស្រួលនឹងបារម្ភចុះមានអ្នកណាចាំផ្លូវទេថាពួកយើងគួរទៅទឹកខាងណាខ្ញុំសួរដល់ងាកទៅមើលកន្លែងខ្លោងទ្វារនោះយើងដើរទៅទឹកដើរខាងនោះដល់ភូមិហើយ
Giọng ní giấy đai dốt đai chẳng tức đài Khňum nâng phép đầy mơ tức đài đài giọng bàn chẳng rồi xua Anh chăm phơi men tê tê Trông Phép đầy nâng khňum ban ngon mọt prôm khnia Cứ đòi xa srei mình nẹ nụ prap Giọng ní giấy mình toàn chọc hòn kê có bánh chụp Rồi chỉ diêm xâm lần mơ từ kháng chuối đài rồi bọc kê Mơ từ giọng đôi chí play mình đằng Kê đôi chí xâm lần mơ vây mà giang đã bạt từ Bảo mơ từ tức một bỏ vía Cứ mình xóm thà vì linh sao đài Mình nẹ srei nút chứ nẹ prap phơi dương Bộ anh mình lư tê men tê Giọng chót xua bộ khňum Tiếng đẹp bộ dương mình bàn lư nâng mình bàn khơi nhà vây tiếng Không mọi lồn tê đâm Khňum xua tê niếng mình men chỉ không mọi tê niếng prap khní chụp bàn nè Nê dây chỉ phía xa khmai nè Khňum cất thà giọng anh là chăm phơi Còn tại vì trong linh sao Tớ nê dây tăng mình khỏa Ban Tỏ bà ấy có phơi nọ một tờ Giọng mình bàn tọp tê Đời nó phơi bộ dương từ tàn tự đại kê bàn prap nô Khňum nâng phép đầy nơi bịក្រោយនេះលួចសម្លឹងមុខគ្នាញញឹមក្រវីក្បាលហាក់ហួសចិត្តតែភ្លាមនោះខ្យល់ត្រជាក់ស្រេះបានបក់មកធ្វើឲ្យយើងមានអារម្មណ៍មិនល្អនិងប្រញាប់ធ្វើដំណើរទៅឲ្យលឿនតាមអ្វីដែលអាចធ្វើទៅបាននៅការដកដង្ហើមមួយដ៏មហាសែនធូរនោះគឺពួកយើងបានមកដល់ភូមិវិញដោយសុវត្ថិភាពថ្ងៃនេះចង្រៃអីបានជួបរឿងបែបនេះទៅវិញពិតជាសោយមែនយ៉ាងណាយ៉ាងណីកម្លាំងកាយនេះអស់ហើយត្រូវការសម្រាកហើយចាំស្អែកចាំបន្តស្វែងរកការពិតបន្តទៀត